តើមើលអំពីព័ត៌មានពីខាងខេត្តបាត់ដំបងវិញម្ដងបើតាមកម្មវិធីរបស់លោកហមអរុនអនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យមន្ទីរទេសចរខេត្តបាត់ដំបងគឺបានឲ្យដឹងថាខេត្តបាត់ដំបងគឺជាទឹកដីដែលមានភាពអំណោយផលនិងមានសក្តានុពលខ្ពស់លើវិស័យទេសចរដែលតែងតែផ្ដល់ភាពរីករាយនឹងការកំសាន្តនានាជូនទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលោកហមអរុនរំលេចបន្ថែមថាសម្រាប់ថ្ងៃសម្រាកនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះប្រខែចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរតំបន់រមណីយដ្ឋាននិងគោលដៅទេសចរនានាគឺបានត្រៀមលក្ខណៈរៀបរយនៅក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីលោកក៏បានបញ្ជាក់បន្ថែមថានៅក្នុងរដូវកាលនេះគឺជាពេលវេលាដ៏ល្អសម្រាប់ការមកទស្សនាកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបងដោយសារតែអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់អមជាមួយនឹងទេសភាពបៃតងខ្ចីពិតជាផ្ដល់អារម្មណ៍ស្រស់ស្រាយដល់ភ្ញៀវទេសចរជាមួយនេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបងឲ្យបានច្រើនកកកបាទសម្រាប់ខេត្តបាត់ដំបងគឺជាទឹកដីដែលអំណោយផលសម្រាប់វិស័យទេសចរអញ្ចឹងយើងមានសក្តានុពលទេសចរជាច្រើនបាទរួមទាំងធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រសិល្បៈបាទកែច្នៃកសិទេសចរអីផ្សេងដែលតែងតែផ្ដល់អារម្មណ៍ក៏ដូចជាភាពរីករាយនឹងការកំសាន្តនានាជូនទៅដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិបាទហើយសម្រាប់នៃឱកាសនៃពិធីបុណ្យអុំទូកអុំបុកសំពះព្រះខែនេះផងដែរគឺខេត្តបាត់ដំបងបាទជាពិសេសនៅតាមអាជីវកម្មសេវាកម្មទេសចរនិងតំបន់រមណីយដ្ឋានគោលដៅទេសចរផ្សេងៗហ្នឹងគឺបានត្រៀមលក្ខណៈនៅក្នុងការទទួលភ្ញៀវទេសចរដែលនឹងអញ្ជើញមកទស្សនាកម្សាន្តនៃឱកាសនៃបុណ្យថ្ងៃឈប់សម្រាកនេះសូមបញ្ជាក់ផងដែរថានៅក្នុងរដូវកាលនេះដែរគឺជាពេលវេលាល្អមែនទែនអាកាសធាតុចាប់ផ្ដើមខែកដឹកមកខ្យល់ត្រជាក់បាទហើយអញ្ចឹងការមកទស្សនាកម្សាន្តនៅតាមតំបន់នានាជាពិសេសនៅតាមតំបន់ដែលភ្ជាប់ជាមួយនឹងធម្មជាតិហ្នឹងគឺផ្ដល់នូវអារម្មណ៍ស្រស់ស្រាយមែនទែនបាទទេសភាពពណ៌បៃតងខ្ចីហើយអមជាមួយនឹងអាកាសធាតុត្រជាក់ផ្ដល់ឲ្យភ្ញៀវទេសចរនៅអារម្មណ៍មួយដិតដាមជាមួយនឹងអនុស្សាវរីយ៍ល្អបាទហើយបើសិនជាទៅទស្សនានៅតំបន់ព្រៃភ្នំវិញបាទអាចព្រឹកឡើងនឹងឃើញមានការចុះអាប់ចុះអីបន្ថែមទៀតអញ្ចឹងគឺជាទស្សនីយភាពដ៏ប្លែកបាទអញ្ចឹងកុំភ្លេចសម្រាប់ในថ្ងៃពិធីបុណ្យអុំទូកអុំបុកសំពះព្រះខែនេះបាទក្នុងនាមមន្ទីរទេសចរខេត្តបាត់ដំបងបាទនៅក្នុងនាមខ្ញុំបាទផ្ទាល់ក៏សូមគោរពអំពាវនាវឯកឧត្តមលោកជំទាវអស់លោកស្រីបាទភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តខេត្តបាត់ដំបងឲ្យបានច្រើនដើម្បីទទួលបាននៅបទពិសោធន៍នៅក្នុងការទស្សនកិច្ចនៅក្នុងរដូវគេហៅថាចាប់ផ្ដើមនៃរដូវត្រជាក់នេះដែលផ្ដល់នូវអារម្មណ៍ប្លែកថ្មីជាមួយនឹងទស្សនីយភាពក៏ដូចជាការរៀបចំនៃសមិទ្ធផលទេសចរថ្មីដែលផ្ដល់នូវអារម្មណ៍ប្លែកជូនទៅដល់ភ្ញៀវទេសចរសូមជម្រាបជូនផងដែរថាខេត្តបាត់ដំបងគឺជាទឹកដីដ៏ស្រស់ប្រំព្រៃមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីសិល្បៈម្ហូបអាហារនិងមានគោលដៅទេសចរសរុបចំនួន115កន្លែងក្នុងនោះរួមមានរមណីយដ្ឋានទេសចរចំនួន22កន្លែងសហគមន៍ទេសចរនិងអេកូទេសចរចំនួន4កន្លែងតំបន់គោលដៅទេសចរចំនួន54កន្លែងសារមន្ទីរចំនួន2កន្លែងទេសចរបែបសាសនាចំនួន29កន្លែងនិងគោលដៅកសិទេសចរចំនួន4កន្លែង